គេស្ដីបន្ទោសមកប្រហែល11យប់ខ្ញុំក៏មើលថាមុនពេលនេះអង្គនេះក្នុងនេះខ្ញុំមើលថាតើសមាជិកគ្រួសារឬមិត្តភ័ក្តិបានប្រើប្រាស់វិធីបង្កើតរបស់អ្នកដើម្បីធ្វើការទិញទេពួកគេអាចបាត់បង់លទ្ធភាពបង្កើតឬប្រែពួកគេបានក្រៅពីទាមទាររបស់អ្នកត្រូវបានបញ្ជាក់បើសិនជាអ្នកសង្ស័យថាសមាជិកគ្រួសារឬមិត្តភ័ក្តិបានធ្វើការទិញយ៉ាងនេះអ្នកអាចមានសិទ្ធិទទួលបានការបង្កើនសងសម្រាប់ប្រតិបត្តិការគោអ្នកអាចស្នើសុំការបង្កើនសងសម្រាប់ប្រតិបត្តិការ YouTube អ្នកអាចស្នើសុំការបង្កើនសងសម្រាប់ផលិតផលទាំងអស់ផ្សេងទៀតសូមចូលទៅកម្មសិទ្ធិមួយចំនួនគោឆ្មាយរោគនិងអ្នកសំដងទៅផ្នែកជំនួយសម្រាប់ផលិតផលរបស់អ្នកទាក់ទងនឹងការបង្កើនសងសូមការសម្ដែងបែបបទនេះប្រសិនបើអ្នកនឹងដល់សិនជាអ្នកត្រូវការជំទាស់នឹងការកាត់ថ្លៃដែលអ្នកមិនស្គាល់នៅក្នុងគណនីGoogleរបស់អ្នកនឹងថាមិនត្រូវបានធ្វើឡើងដោយនរណាម្នាក់ដែលអ្នកស្គាល់នោះទេស្វែងយល់បន្ថែមពីចំណុចដែលត្រូវបានអនុវត្តបើសិនបើអ្នកគិតថាគណនីរបស់អ្នកប្រហែលជាទទួលរងការលុកលុយបើសិនបានដាក់ការទាមទាររួចហើយពិនិត្យមើលសារភាពនៃការទាមទាររបស់អ្នកឬមើលប្រវត្តិនៃការទាមទារកំពុងដាក់ការទាមទារនេះជាសម្រាប់ការតបសម្រាប់ជាអំពីការទិញទំនិញនោះរបស់នេះត្រូវការពេញរងរយៈការที่លើកអប់ខ្ញុំយល់ថាខ្ញុំអនុញ្ញាតបានខ្ញុំមិនបានអនុញ្ញាតលើការទិញដែលខ្ញុំបានទីការក្នុងទំហំនេះទេព័ត៌មានខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុកដោយសុវត្ថិភាពនិងត្រូវបានចាត់ចែងដោយអនុលោមក្នុងការជួយដំណើរស្ដីពីឯកជនភាពនៃ Google Play មែនជាស្អីបញ្ហារបស់អ្នកឆាត់ហាមផុតតាមរដ្ឋាភិបាលចូលព័ត៌មានបញ្ហាដែលបានពេញលេញលើវិនិយោគសូមមិនចូលថាតើអ្នកបំណងដែលប្រើឧបករណ៍របស់អ្នកឬអ្នកដទៃនៅក្នុងផ្ទះបណ្ដារបស់អ្នកបានចែកទម្លាយឬមិនបានចែកទម្លាយកូដ PIN របស់អ្នកជាមួយអ្នកដទៃនឹងថាតើឧបករណ៍របស់អ្នកត្រូវបានបើកដោយប្រើជីវរដ្ឋមាត់មានតែអ្នកប៉ុណ្ណោះដែលអាចចូលប្រើឧបករណ៍ដោយសាររដ្ឋអាមេរិកដែលបានបដូរយកការអំណោយឬលេខកូដអំណោយដែលមិនបានផ្សាយអាចស្នើសុំការបង្វិលសងសម្រាប់បរិយាកាស Google Play របស់ពួកគេបើសិនបើមានទឹកប្រាក់តិចជាង$10អ្នកស្រុកប្រទេសដែលបានបដូរយកការអំណោយឬលេខកូដអំណោយតែមិនបានផ្សព្វផ្សាយដែលអំណោយដែលមិនផ្សព្វផ្សាយអាចស្នើសុំការបង្វិលសងនៃតុល្យភាពGoogle Play របស់ពួកគេបើសិនបើការដែលអ្នកទៅក្នុងពេញលក្ខខណ្ឌនោះទៅមានរឿងទឹកប្រាក់ដែលសន្តិដ្ឋនៅក្នុងកម្រិតជាក់លាក់មួយដែលមិនមានការសងប្រាក់វិញនៅទៅបានពេញលេញនឹងការជាក់លាក់ណាមួយឡើយប្រសិនបើ
luôn nè rồi nơi công ty có đây là bằng tôiก็អំណោយឬលេខកូដអំណោយដែលមិនបានផ្សាយឲ្យស្នើសុំការរំលោភសងនៃចំនួនការសម្រាប់ចម្លែកនៃទៅវិសុទ្ធរបស់វិសា40%មានតម្លៃមុខនៃការអំណោយដល់តាមដែលអនុវត្តតាមយុត្តិធម៌នៃរដ្ឋធម្មនុញ្ញអ្នកប្រើប្រាស់នៃវត្ថុអ្នកស្រុកម៉ាឡេស៊ីដែលបានបដូរយកកាតអំណោយឬលេខកូដអំណោយដែលមិនមែនជាការផ្សាយឲ្យស្នើសុំការរំលោភសងវិញឬពីបុគ្គលរបស់ពួកគេបានលើពីគោលការណ៍រំលោភសងរបស់ពួកគេណាសូមបានរំលោភសងដល់ពួក